Đó bong បាទឡូបងបាទហ្នឹងហើយអូខេភ្លើងមានមកវិញភ្លើងមកវិញហើយបាទភ្លើងមកវិញបាទបាទដោយបាទសារថ្ងៃលើកមុនយើងមានបញ្ហាវាឆេះ disjonctor អញ្ចឹងតើតើដើរឆែកមួយអ្នកជិតខាងបាទបើបាទបាទសិនបើគាត់ដាច់ដែរអាហ្នឹងអត់អីទេបាទតែបើថាគាត់អត់ដាច់ទេអាហ្នឹងវាបញ្ហារបស់យើងអញ្ចឹងបាទអញ្ចឹងហ្នឹងដូចទៅយើងបងដែរនៅដើរទៅកម្មនៅភ្នំពេញអញ្ចឹងឯងអត់ដាច់ភ្លើងរត់ចូលអ្នកសិតខាងសិនសួរមិនហ៎បាទនៅជិតដាច់រត់ខាងសួរទៅគីដូចថាឡូថាបើគេដាច់ដែរអាហ្នឹងអត់អីទេបាទយើងដឹងហើយអូអាហ្នឹងដាច់ឧស្ទាំងសាហ៍ខ្ញុំឧអស់គ្នាស្សាហ៍លុត disjonctor តឯងសុកចឹងបងអូនវាអត់បាទសក់អីឬក៏វាផ្លុំសក់អីទៅលុតឈឹបតបាទឯងចឹងទៅហើយគេភ្លឺលឿនមុនប្រាប់គេថាដាច់ភ្លើងតឯងទៅមកកណាត់ថ្ងៃទៅពេលសួរអ្នកចិត្តខាងគេថាគេអត់ដាច់ផងដាច់តែខ្ញុំអត់ដាច់ហ្មងបាទទៅពេលទៅមើលអាកុងតាក់លោតអា លោតចូលមក disjonctor ក្រោមវិញហ្នឹងវាលោតបាទបាទតោះបងត្រៀមហើយមែនបងអូខេសំណួរបងឲ្យខ្ញុំលើបាទកម្ដងទៀតឬក៏ហ្នឹងហើយ អាចឆ្លើយបាននេះគឺអត់អីទេបងចំនួនហ្នឹងខ្ញុំអាចឆ្លើយបានបាទចេះខ្ញុំអត់ដឹងថាអ្វីដែលខ្ញុំឆ្លើយហ្នឹងវាត្រូវនឹងអ្វីដែលបងចង់បានអត់ទេណាគាត់សំណួរថានោះខ្ញុំចង់គេចង់និយាយបញ្យល់បានថារូបថតកម្រិតរូបថតណាមួយក៏បានដែរដែលបងឯងធ្លាប់ធ្វើបាទអឺក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនាអន្តរវប្បធម៌មានន័យថាអន្តរវប្បធម៌មានន័យថារវាងបារាំងហើយនិងខ្មែរហ្នឹងមាន project ណាដែលបងឯងធ្លាប់ធ្វើទៅរួមគ្នាចង់និយាយចឹងណាបារាំងហើយនិងខ្មែរយើងធ្វើរួមគ្នាហើយមានទទួលបានមានតែបើនិយាយឲ្យចំទៅគឺមានតែកម្រងរបស់មហាស្រពរូបថតភ្នំពេញបាទដែលសារយើងបានរៀបចំហ្នឹងគឺគោលបំណងរបស់យើងគឺចង់ផ្លាស់ប្ដូររវាងអាស៊ីនិងអឺរ៉ុបហើយជាបាទបាទពិសេសអ្នកដែលបានចូលរួមគ្រប់គ្រងដោយ generous support ហ្នឹងគឺវិទ្យាស្ថានបារាំងនៅប៉ារីសហើយនិងនៅភ្នំពេញបាទអញ្ចឹងគឺគម្រោងមហាស្រពរូបថតភ្នំពេញនេះវាពិតជាស្ដែងបញ្ស្ដែងបង្ហាញអំពីការចែករំលែកជាពិសេសគឺអ្វីដែលយើងបានផ្លាស់ប្ដូររវាងអាស៊ីនិងអឺរ៉ុបហើយជាពិសេសគឺបង្ហាញសិល្បករជនជាតិបារាំងនៅក្នុងប្រទេសកម្ពុជាបាទបាទមួយទៀតគឺថ្មីហ្នឹងកាលពីឆ្នាំមុនគឺយើងសាលាដែលសាលារៀនរបស់យើងគឺយើងបានមានសហការជាមួយនឹងសាលាដែលនៅពីភាគខាងត្បូងនៅអាល់មករងបាទពីសាលាអាល់បាទអញ្ចឹងគេបានបញ្ជូនសាស្ត្រាចារ្យរបស់គេមកបណ្ដុះបណ្ដាលជាមួយនឹងកូនសិស្សរបស់យើងហើយយើងបានយកស្នាដៃរបស់កូនសិស្សដែលបានបញ្ចប់ការសិក្សានៅទីនោះយកមកដាក់បង្ហាញនៅទីនេះអញ្ចឹងនៅពេលដែលការដាក់បង្ហាញទាំងពីរហ្នឹងគឺវាបានឆ្លើយឆ្លងគ្នាដោយសារតែយើងបានអឺរកឃើញចំណុចមួយដែលវាចាប់អារម្មណ៍នៅរវាងពេលដែលយើងមានសហកិច្ចកិច្ចសហទាំងពីរសាលាហើយបាទទាំងពីរគឺតាមរយៈប្រទេសកម្ពុជាហើយនិងប្រទេសបារាំងនឹងផ្ទាល់តែម្ដងបាទបាទដោយឡែកគម្រោងមួយទៀតដែលខ្ញុំកំពុងតែធ្វើថ្មីហ្នឹងទំតែបញ្ចប់ប៉ុន្តែអត់ទាន់ final គឺតាមរយៈMatis ដែលនៅស្រុកបារាំងគឺគាត់បានចូលរួមក្នុងកម្មវិធីមួយដែលគេហៅថាមហាសន្និបាតអង្គការសហប្រជាជាតិតាក់ទងជាមួយនឹងសមុទ្រដែលគេនឹងធ្វើនៅទីក្រុង Nice នៅប្រទេសបារាំងនៅខែ6ហើយនៅទ្វីបបណ្ដាទ្វីបផ្សេងគេតែងតែជ្រើសរើសប្រទេសនីមួយៗតំណាងទ្វីបហ្នឹងដើម្បីធ្វើការងារលើនឹងដោយសារតែអាស៊ីគេបានជ្រើសរើសប្រទេសកម្ពុជាឆ្នាំហ្នឹងតាមរយៈទីភ្នាក់ងារអភិវឌ្ឍបារាំង AFD អញ្ចឹងគេបានជ្រើសរើស Studio Image សមាគមរដ្ឋភ្នំពេញហ្នឹងដើម្បីយើងបង្កើតគម្រោងនឹងជាមួយគ្នាអញ្ចឹងខ្ញុំបានទៅកោះកុងក្រៅចំនួន3ដងហើយនឹងបានធ្វើការរូបថតវីដេអូពី Canal ហើយនឹងការសម្ដែង performance ពីវណ្ណៈគុណបន្ទាប់មកយើងក៏មានបន្តបណ្ដាសិក្ខាសាលាទាំង10ផ្សេងទៀតជាមួយនឹងសហគមន៍អ្វីដែលយើងចង់បង្ហាញគឺវាមានទំនាក់ទំនងរវាងមនុស្សហើយសហគមន៍ជាមួយនឹងសមុទ្រអញ្ចឹងគឺគម្រោងហ្នឹងបើនិយាយចំទៅគឺគេនឹងយកទៅដាក់តាំងបង្ហាញនៅស្រុកបារាំងនៅខែ6អឺតាមរយៈការមហាសន្និបាតដែលអង្គការសហប្រជាជាតិដែលគេនិយាយអំពីសមុទ្រប្រធានបទរបស់គេគឺសមុទ្របាទបងអរគុណច្រើនយើងដល់សំណួរ2ចុងក្រោយសំណួរទាំងទី2សំណួរមានសល់2ចុងក្រោយទៀតបងអឺពីរសំណួរទៀតអស់ហើយបងជាស្រ័យឯណារៀងច្រើនដែរ បាទអត់អីទេបងអហើយត់អីទេអត់ទេខ្ញុំរីកសារអីបើរាយសម្រាប់សុខចិត្តឲ្យលើសបើសិនបើខ្វះពិបាកតាក់ទងបងសម្ភាសម្ដងទៀតណាអញ្ចឹងខ្ញុំសុខបាទចិត្តឲ្យសល់ទៅអខ្ញុំអាចធ្វើត់អនេះីទេបងបាទបាទតើបាទបងគិតយ៉ាងណាចំពោះការថតរូបសហសម័យអឺ
ដែលមានអធិពលដល់យុវជនកម្ពុជាតទៅនឹងការយល់ដឹងពីវប្បធម៌និងប្រវត្តិសាស្ត្រតើអឺវិទ្យាស្ថានហ្នឹងពង្រឹងអធិពលទាំងនេះតាមរយៈអីគេខ្លះបាទគាត់យើងចង់និយាតើយថាទៅមួយសំណួរអធិពលផលសហសម័យហ្នឹងមានអធិពលយ៉ាងខាងណាខ្លះទៅលើប្រជាជនខ្មែរយើងឲ្យដឹងឲ្យក្នុងការដែលគាត់ស្វែងយល់ពីវប្បធម៌ក៏ដូចជាប្រវត្តិសាស្ត្ររបស់ពួកគាត់ហ្នឹងហើយវិទ្យាស្ថានហ្នឹងដើរតួយ៉ាងណាខ្លះទៅក្នុងអត្តពលមួយហ្នឹងចង់និយាយចឹងបងបាទអរគុណច្រើនសម្បាទរាប់សំណួរនេះតកតងជាមួយនឹងអ្វីដែលបងលើកឡើងហ្នឹងគឺវាពិតជាមានសារៈសំខាន់មែនទែនដោយសារតែសប្តាហ៍ថ្ងៃនៅពេលដែលយើងមើលឃើញពីសន្ទុះរបស់យុវវ័យដែលគាត់ស្រឡាញ់វិស័យថតរូបតែពិតវាមានវិស័យផ្សេងមានភាពយន្តមានការសម្ដែងមានគំនូរមានចម្លាក់ប៉ុន្តែយើងលើកឡើងតែវិស័យថតរូបគឺពិតជាមានយុវជនដែលកំពុងតែចាប់អារម្មណ៍ហើយនឹងស្វែងយល់ឬក៏កំពុងតែអនុវត្តលើវិស័យមួយនេះប៉ុន្តែសំណួរមួយនៅតែសួរថាតើគាត់បានយល់ថាវិស័យថតរូបសប្តាហ៍ថ្ងៃនេះវានៅកន្លែងណាដែលគេទទួលស្គាល់វិស័យថតរូបបែបណាដែលនឹងត្រូវបានគេយកទៅអឺដែលរាប់បញ្ចូលនៅក្នុងទម្រង់ជាសហសម័យនៅក្នុងឆាកអន្តរជាតិអញ្ចឹងនៅពេលដែលពួកខ្ញុំបានបង្កើតការងាររបស់ពួកយើងតែងតែបញ្ចូលទស្សនៈឬក៏ឥទ្ធិពលដើម្បីឲ្យពួកគាត់បានយល់ថាអ្វីដែលយើងបានបង្កើតនៅពេលនេះវានឹងក្លាយទៅជាការចងចាំវានឹងក្លាយទៅជាឯកសារឬក៏ជាការជំរុញលើកទឹកចិត្តឲ្យពួកគាត់បានស្គាល់ថាដើម្បីឲ្យវិស័យមួយនឹងអភិវឌ្ឍទៅបានដោយច្បាស់លាស់គឺគាត់ត្រូវការសិក្សាស្វែងយល់ហើយនឹងឲ្យតម្លៃវាមិនមែនគ្រាន់តែចូលចិត្តហើយទៅអនុវត្តវាផ្សេងគ្នានៅពេលដែលគាត់ចង់គាត់គ្រាន់តែធ្វើអញ្ចឹងគាត់ព្យាយាមធ្វើឲ្យល្អបំផុតប៉ុន្តែនៅតែមិនបានតាមគោលដៅរបស់គាត់ក្រោយមកគាត់អាចបាត់បង់សេចក្តីរំពឹងរបស់គាត់ដែលយើងអាចថាខកចិត្តខ្លាំងដោយសារតែជួនកាលគាត់គិតថាអូខ្ញុំចង់ខ្លាយទៅជាអ្នកថតរូបល្បីឈ្មោះចង់ឲ្យមានស្នាដៃប៉ុន្តែនៅពេលដែលខ្ញុំធ្វើទៀតខំប៉ុន្តែនៅតែមិនអាចនេះបានអញ្ចឹងខ្ញុំមានអារម្មណ៍ថាវាបាក់ទឹកចិត្តកន្លែងហ្នឹងហើយដែលគាត់ត្រូវដឹងថាតាមពិតគាត់ត្រូវតែយល់ស្អីគេដែលជាឥទ្ធិពលនៅក្នុងការងារមួយនេះដើម្បីឲ្យវាមានតម្លៃហើយឲ្យគាត់អាចអភិវឌ្ឍវាបានយ៉ាងច្បាស់លាស់អញ្ចឹងនៅពេលដែលយើងត្រឡប់មកវិញអ្វីដែលគាត់បានស្វែងយល់គឺជាការចែករំលែកមួយយ៉ាងត្រឹមត្រូវដោយសារតែបើមិនដូច្នោះទេគាត់គ្រាន់តែគិតថាអូគាត់ចង់ធ្វើអ្វីក៏បានឲ្យតែគាត់ព្យាយាមទៅគឺគាត់នេះបាទអញ្ចឹងសម្រាប់ខ្ញុំគិតថាអ្វីដែលយើងអាចផ្ដល់ឲ្យគាត់បានគឺតាមរយៈដែលយើងបានបទពិសោធន៍ហើយនឹងការជោគជ័យរបស់យើងដោយសារគេត្រូវការមើលដែរថានៅពេលដែលបុគ្គលម្នាក់ទៅចែករំលែកគាត់ចង់ដឹងថាinspiration របស់យើងនឹងសម្រាប់គាត់មានឥទ្ធិពលប៉ុណ្ណាបើសិនបើយើងអត់មានគេឈ្មោះការងាររបស់យើងអត់ត្រូវបានគេទទួលស្គាល់ទោះបីជាយើងព្យាយាមទៅប្រាប់គាត់ប្រហែលជាគាត់មិនជាចាប់អារម្មណ៍អញ្ចឹងយើងឃើញសប្តាហ៍ថ្ងៃនៅពេលដែលអ្នកដែលមានឥទ្ធិពលគាត់ទៅចែករំលែកគាត់ទៅបង្ហាត់បង្រៀនអញ្ចឹងធ្វើឲ្យឥទ្ធិពលហ្នឹងគឺវាបញ្ជ្រាបលឿនជាងជនធម្មតាអញ្ចឹងនៅកន្លែងនេះហើយដែលយើងត្រូវមួយយើងអភិវឌ្ឍខ្លួនយើងឲ្យទៅដល់កម្រិតមួយទី2យើងចែករំលែកជាមួយគាត់ដើម្បីលើកទឹកចិត្តគាត់ឲ្យទៅដល់កម្រិតមួយដែលយើងចង់បានបើមិនដូច្នោះទេយើងនឹងមានតែចំនួនបរិមាណយើងអត់មានគុណភាពអញ្ចឹងសម្រាប់ខ្ញុំគឺវាមានសារៈសំខាន់មែនទែនដោយសារយើងអត់ចង់ឲ្យមានតែម្នាក់ពីរនាក់3នាក់ដែលជាអ្នកថតរូបដែលមានកេរ្តិ៍ឈ្មោះពីប្រទេសកម្ពុជាប៉ុន្តែយើងចង់មានរាល់ឆ្នាំរាល់ពេលគឺមានអ្នកថ្មីទៀតដែលបង្កើតអ្វីដែលថ្មីចេញពីប្រទេសកម្ពុជាហ្នឹងហើយបងហ្នឹងហើយត្រូវអរគុណច្រើនបងយើងជួបដល់សំណួរចុងក្រោយចុងក្រោយបាត់គូទៀតណាហ្នឹងបាទបងអីទេតើបងយកតើបងរកឃើញបញ្ហាប្រឈមអីខ្លះតាក់ទងជាមួយហើយនឹងឱកាសសម្រាប់អ្នកថតរូបសហសម័យនៅកម្ពុជាតើវិទ្យាស្ថានបារាំងបានគ្រប់គ្រងសិល្បករដែលទាំងអស់នោះតាមរយៈណាខ្លះក្នុងបរិបទនេះមានបញ្ហាប្រឈមណាខ្លះដែលបងរកឃើញហើយមានឱកាសណាខ្លះដែលបងគិតថាមាន
សម្រាប់សិល្បករនៅក្នុងសិល្បករថតរូបវិញណាបងខ្ញុំនិយាយទៅអ្នកសិល្បករថតរូបមួយណាហើយនៅពេលបច្ចុប្បន្នហ្នឹងតើវិទ្យាស្ថានហ្នឹងគាត់ជួយអន្តរាគមន៍យ៉ាងដូចម្តេចខ្លះគាត់ជួយក្នុងបញ្ហាប្រឈមហ្នឹងមិនខ្លះគាត់ជួយផ្ដល់ឱកាសមិនខ្លះតោះអាហ្នឹងយើងនិយាយពីមុនហើយម្ដងថាខ្ញុំចង់សង្ខេបឡើងវិញកន្លែងហ្នឹងបន្តិចបងណាបាទបើនិយាយពីវិស័យថតរូបបែបសហសម័យនៅក្នុងប្រទេសកម្ពុជាគឺសម្រាប់ខ្ញុំផ្ទាល់អានេះខ្ញុំនិយាយតែពីរង្វង់ដែលខ្ញុំផ្ទាល់ដោយសារខ្ញុំបានទទួលការអប់រំឬក៏យើងអាចនិយាយបានថាយើងបានរីកដោះដាលឬក៏លូតលាស់គឺចេញពីវិទ្យាស្ថានបារាំងយើងត្រូវទទួលស្គាល់នៅកន្លែងនេះដោយសារវិទ្យាស្ថានបារាំងបានព្រួយផ្ដើមឲ្យមានការបង្រៀនផ្នែកថតរូបនៅក្នុងកម្រិតមួយដើម្បីឲ្យគេទទួលស្គាល់ទី2វិទ្យាស្ថានបារាំងបានបង្កើតមហាស្រពរូបថតភ្នំពេញតាំងពីដំបូងរហូតតតែគាត់បានផ្ដល់ឱកាសនឹងឲ្យយើងជាសមាគមនៅក្នុងស្រុកបន្តការងារនឹងប៉ុន្តែគាត់នៅតែជាអ្នកដែលគ្រប់គ្រងនៅជាអ្នកដែលឧបត្ថម្ភធំជាងគេនៅក្នុងកម្មវិធីទាំងមូលដោយសារតែគាត់បានស្វែងយល់ថាវាមានសារៈសំខាន់ណាស់ដើម្បីអភិវឌ្ឍវិស័យមួយវាមិនមែនត្រូវការមួយថ្ងៃឬក៏ពីរថ្ងៃប៉ុន្តែវាត្រូវការពេលវេលាហើយធនធាននឹងគឺមនុស្សដែលបានទទួលស្គាល់បានរៀនសូត្របានចេះដឹងហើយចែករំលែកទៅក្នុងសហគមន៍របស់គេអញ្ចឹងគឺទី1គេបានបង្កើតឲ្យវាមានព្រឹត្តិការណ៍កើតឡើងទី2គេបណ្ដោះធនធានដើម្បីឲ្យអ្នកនឹងអាចបន្តទៅមុខដោយសារគេមិនអាចនៅទីនឹងជួយកម្មវិធីនឹងយើងរហូតមកជីវិតបានអញ្ចឹងអ្វីដែលសំខាន់គឺយើងខ្លួនឯងត្រូវការរឹងមាំអញ្ចឹងនៅពេលដែលខ្ញុំឃើញថាអ្នកដែលកំពុងតែស្វែងរកឱកាសសម្រាប់ឲ្យអភិវឌ្ឍខ្លួនឯងឲ្យគេបានទទួលស្គាល់គឺគាត់មានបញ្ហាត្រង់មួយថាអត់ដឹងថាប្រភេទរូបថតអីដើម្បីគេទទួលស្គាល់តើថតរូបមិនទៅដើម្បីគេអាចយកតាំងពីពណ៌ធ្វើមិនដើម្បីឲ្យមានកេរ្តិ៍ឈ្មោះអញ្ចឹងកន្លែងនឹងឲ្យដែលវិទ្យាសាស្ត្របារាំងបានដោះស្រាយចម្ងល់នឹងឬក៏បញ្ហានឹងគឺតាមរយៈបង្កើតstudio image ដែលជាវគ្គបណ្ដុះបណ្ដាលដើម្បីឲ្យគាត់បានរៀនសូត្រពីវិស័យថតរូបបានបង្កើតស្នាដៃដើម្បីដាក់តាំងពីពណ៌បានបង្កើតឲ្យមានសិល្បៈសហសម័យផ្សេងទៀតដោយសារវាមិនអាចតាំងតែពីពណ៌រូបថតតែមួយមុខបានទេអញ្ចឹងគាត់បានបង្កើតនៅកម្មវិធីផ្សេងដូចខ្ញុំបានឃើញខ្ញុំធ្វើការជាមួយនឹងប្រធានវិទ្យាសាស្ត្របារាំងច្រើនចំនួនអញ្ចឹងរាល់បុគ្គលម្នាក់គាត់តែងតែមានចរិតលក្ខណៈមានទស្សនៈរបស់គាត់ផ្សេងពីគ្នាតែអ្វីដែលសំខាន់គឺគាត់ដឹងថាមកទីនេះគឺបេសកកម្មរបស់គាត់គឺជួយដល់វិស័យសិល្បៈឬក៏សហសម័យនៅក្នុងប្រទេសកម្ពុជាដែលយើងមើលឃើញជាក់ស្ដែងពេលកន្លងមកដែលមានdirector ផ្សេងគឺគាត់ជួយយើងគឺខ្លាំងមែនទែនគឺគាត់ធ្វើយ៉ាងណារក្សាឲ្យមានមហាស្រពនឹងតពីចំនួនមួយតាំងពីដំបូងអាឡាំងអាណូដេបន្ទាប់មកទៀតមានលោកមីយេបែកណាមីយេមានលោកវឡង់តាំងរ៉ូទ្រីហ្គេឥឡូវហ្នឹងមានអ្នកស្រីផានីផាសដែលគាត់នឹងអ្នកដែលផ្សេងទៀតគឺគាត់បានជួយយើងមែនទែនបានថាគឺមកដល់គាត់ស្ដាប់រឿងរ៉ាវរបស់យើងគាត់ដឹងថាអូអានេះគឺមានសារៈសំខាន់ដូចឆ្នាំនេះយើងបង្កើតសាលាក៏ក្នុងនោះក៏មានការជួយជ្រោមជ្រែងតាំងពីអតីតនាយកវិទ្យាសាស្ត្របារាំងលោកវឡង់តាំងរ៉ូទ្រីហ្គេហើយនិងលោកស្រីហ្វានីដែលជាអ្នកដែលផ្ដើមជួយត្រុសត្រាយផ្លូវយើងដើម្បីយើងអាចបង្កើតសាលារៀនតាមរយៈការផ្ដល់ឈ្មោះ studio image មកឲ្យសាលាយើងដោយសារវាជា brand មួយដែលគេបានបង្កើតឡើងវាមានសារៈសំខាន់មែនទែនភាគច្រើនអ្នកថតរូបគឺគេស្គាល់ studio image ហើយដល់ពេលអញ្ចឹងទៅគ្រាន់តែ studio image នេះយើងយកមកដាក់នៅក្នុងសាលារបស់យើងគឺវាធ្វើឲ្យសាលារបស់យើងនឹងគឺមានឈ្មោះមានឲ្យគេដឹងថាវាមិនមែនជាអ្វីដែលទឹមបង្កើតទោះបីសាលាទឹមបង្កើតថ្មីប៉ុន្តែអា structure អ្វីដែលបទពិសោធន៍ហ្នឹងគឺយើងបានរៀបចំតាំងពីយូរមកអញ្ចឹងសម្រាប់ខ្ញុំគឺបានឃើញថាវិទ្យាសាស្ត្របារាំងនៅតែដើរជាតួនាទីដែលសំខាន់នៅក្នុងការជួយដឹកនាំនៅក្នុងការជួយគ្រប់គ្រងលើវិស័យថតរូបសហសម័យនៅប្រទេសកម្ពុជាជាពិសេសជាមួយនឹងយុវជនជំនាន់ក្រោយហើយខ្ញុំសង្ឃឹមថាពួកគាត់នៅតែមានបេសកកម្មមួយនេះជួយមកដល់យើងប៉ុន្តែយើងមិនអាចរំពឹងទៅលើតែពួកគាត់រហូតបានដោយសារយើងអត់ដឹងថ្ងៃណាមួយបេសកកម្មត្រូវបានផ្លាស់ប្ដូរទស្សនៈនឹងមានការប្រែប្រួលអញ្ចឹងយើងមើលឃើញដូចជានៅសហរដ្ឋអាមេរិកនៅពេលដែលបុគ្គលមួយដែលចាប់ផ្ដើមចូលកាន់អំណាចដែលគាត់មិនចូលចិត្តអានេះគាត់មិនចង់អានោះគាត់នឹងអាចផ្លាស់ប្ដូរអញ្ចឹងមានតែយើងទេ
ដែលយើងត្រូវការរឹងមាំខ្លួនយើងមានតែយើងទេដែលយើងត្រូវការដឹងថាដើម្បីឲ្យវែងឆ្ងាយយើងគួរតែធ្វើយ៉ាងម៉េចអញ្ចឹងគេជួយយើងវាជាគុណបំណាច់ដែលយើងត្រូវការដឹងគុណត្រូវការទទួលស្គាល់ប៉ុន្តែគេចង់ឲ្យយើងចេះយើងចង់ឲ្យយើងលូតលាស់ខ្លួនឯងគេចង់ឲ្យយើងរីកអានេះគឺកាន់តែមានអត្ថន័យជាគេសម្រាប់ពួកគេដែលចង់ជួយយើងបាទបងហ្នឹងហើយហើយបងតតនឹងសំណួរដែលខ្ញុំសួរសម្រាប់មេម័ររបស់ខ្ញុំហ្នឹងហើយខ្ញុំអរគុណម៉ែច្រើនមែនទែនដែលបានផ្ដល់កិត្តិយសហើយផ្ដល់ពេលវេលាមានតម្លៃសម្រាប់សម្ភាសជាមួយខ្ញុំណាហើយខ្ញុំអឺសូមឲ្យបងឯងជួយផ្ញើនៅឯកសារទៅឧទាហរណ៍ណាអឺជាប្រភេទ data បងឯងធ្លាប់វិទ្យាស្ថានធ្លាប់ធ្វើការមួយបងឯងប៉ុន្មានដងលើកម្រងគេខ្លះអញ្ចឹងបងឯងអាចជួយរួមគឺការងារណាទាំងអស់ឬក៏ការងារទាំងឡាយណាបងឯងធ្វើជាមួយវិទ្យាស្ថានតាក់ទងជាមួយនឹងពិព័រណ៍តាក់ទងជាមួយនឹងការ Festival ភ្នំពេញហ្នឹងពិព័រណ៍ផ្ទាល់ខ្លួនដែលបងឯងធ្វើជាមួយនឹង gallery ឬក៏ការបង្រៀនបងឯងអាចដាក់ជារាប់ទទួលប្រហែលដងអីចឹងឧទាហរណ៍ណាមកដើម្បីខ្ញុំដាក់ចូលក្នុង data ទៅវាមាន reference សម្រាប់មេម័រផងខ្ញុំបងហើយមួយទៀតបើសិនរូបភាពបងបើសិនបើបងមានរូបភាពតាក់ទងជាមួយនឹងថ្នាក់រៀនឬក៏ការតាំងពិព័រណ៍នៅវិទ្យាស្ថានប្រាំបងអាចជួយផ្ញើខ្ញុំបានណាពេលយើងសកម្មភាពពេលតឡើងឬក៏សកម្មភាពនៅក្នុង event មួយបងអានោះគឺខ្ញុំដាក់ចូលក្នុងមេម័រខ្ញុំបានដែរបងអូខេបាទចាំមើលហ្នឹងហើយខ្ញុំនឹងព្យាយាមផ្ញើឲ្យបងដែលអាចច្បាស់ហើយបើមានសំណួរអីមានអីខ្វះខាតបងអាចតាក់ទងមកខ្ញុំនឹងរីករាយដើម្បីជួយបងមែនតើហើយថ្ងៃនេះសុំទោសហើយបងខ្ញុំគេចូលមកអត់អីទេបងដោយសារខ្ញុំដឹងដែរដោយសារតែមួយ Christian ទៅវាដឹងម៉ោងដឹងថាអូថ្ងៃហ្នឹងវាយឺត1ម៉ោងវាបដូរបានតែវាដល់ខែនេះវាទៅជា5ម៉ោងទៅដាក់ម៉ោងរលើ1ម៉ោងមកគឺលើ1ម៉ោងត្រឹមហ្មងអត់មានខ្វះសោះទេចឹងអញដល់កងើបមកចាំមិនអត់មានឃើញម៉ោងរតែពេលមើលម៉ោងខុសម៉ោងដាក់ម៉ោងរខុសខ្ញុំអត់អីទេបងបងឯងម៉ោងយូរឯសារម៉ោង2បូក6ម៉ោងដក6ម៉ោងទៅនៅនេះទៅម៉ោង8ហ្នឹង8ព្រឹកហ្នឹងម៉ោង8ព្រឹកប្រាំងទៅគិតតាន់ងើប8ព្រឹកខ្ញុំអត់ហ៊ានសម្ភាសដាក់សុំចង់ដំបូងថាសុំឲ្យដល់ម៉ោង10តែនៅគេថាគាត់រវល់គាត់អីចឹងបញ្ញាប់សម្ភាសទៅថាគាត់មានពេលតំណែងទៀតតែដាក់ម៉ោងរោទៅបដ ாய் ទៅជ្រុលសុំទោសហ្នឹងបងណាបាទអត់អីទេបងហ្នឹងហើយបាទជូនពរបងឯងបាទអរគុណច្រើនបងបាទហ្នឹងហើយបាទហ្នឹងហើយបងបាទជម្រាបលាបងបាទជម្រាបលាបងជម្រាបលាហើយមើលសតទៅ2អ្នកទៀតអញចាប់ចិត្តដល់រោលឿនឡូលឿន
Lố lố Ồ, được rồi. anh nơi ấy thứ cá con nơi ấy Rồi, hát pran thật ra chui hát bao mau ôi rồi bị hát tìm mong mà mau bị mong bơ prất mến anh sẽ mở đang thì anh trong gì chứ bông bờ đến ọt lên tụ sắp anh sao hành mơ hả bông bờ đến ní hiểu ọt lưới của má ơi hành đại mà hành kia một cút mến anh năm mươi anh như này anh nhớ gì anh trong gì chứ anh nát mặc hai chứ thơ dùng phiêu mê mò anh ở đó có ở giấy ở to hay còn dùng bố lên bàn tay anh dùng phiêu làm pi khai ấy nó toàn khơi có to với anh hay từ trong khai đám trong khai khỏi đến thử nhào chê nó hay mấy cái chân con bông mà đến thử anh chẳng nè mệt mỏi mê mò thì cái bọn anh nhớ phải chuyện phải chọn cho năm hả sao ta con mình nè hay nâng ở pin nhẹ tiện nâng hai nâng hay con anh về đi sâu món anh dạo trận đó về chần chần rồi mà chắc tôi bị bông rồi anh thử sầm pia con thì hay kia con được đấy គាត់តាក់ទងជាមួយគាត់អញធានបត់អញតាក់ទងជាមួយនឹងជាស្ថានបរាំងមកហើយគាត់ប្រធានខាងវប្បធម៌អត់សម្ភាសគាត់មិនអញចាប់ចិត្តដល់មែនតើនិយាយអ៊ឺអើគ្នាហើយអូនអត់អីសម្ភាសបានឥឡូវតាំងពីឲ្យនេះមកបាត់ឈឹងហ្មង nhưng mà cục chất thôi អញនិយាយមែនអត់ចូលចិត្តសោះទុកចិត្តតែពិតបំគាត់ឈៀតតែ1ម៉ោងបានហើយគាត់ឈៀតអត់បានសោះ1ម៉ោងក៏ដោយចង់និយាយចឹង mấy con đấy bạn maximum តែ1ម៉ោងហ្នឹងអត់មានលើសពី1ម៉ោងទេហើយគិតមើលឲ្យ2ខែឬខាងរ៉ូពេលអញ1ម៉ោងអត់បានណាអញអត់យល់ទេពេលចាំទៅសតហូជំភានអ្នកផ្សេងនេះគាត់ធ្វើការនឹងរាប់ពាន់ឆ្នាំហើយបើមិនជំភានគាត់ជំភានអាណាតែគាត់អញជំភានអ្នកផ្សេងហើយសគាត់មួយហ្នឹងអញធុញមែនទេមនុស្សចឹងអីអញមូលមកអូពុកម៉ាក់ បង បាទលើយូរបងខ្ញុំបានលឺសូខ្ញុំនិយាយហ៎ បាទលឺតាបងលឺតា គ្រូការខ្ញុំនិយាយថាការធ្វើមេមွန်ហ្នឹងខ្ញុំថាខ្ញុំសុភាពបងសវណ្ណភីឡុងគាត់សិល្បករថតរូបអូខ្ញុំនិយាយឈ្មោះឯងណាក៏ស្គាល់នៅបារាំងតែបងខ្ញុំស្មានស្គាល់តែអូងាប់ហើយខ្ញុំមេមွန်ខ្ញុំតិចយកសុភានេះអត់ស្គាល់សុភានេះខ្មែរទៅថាគេអត់ស្គាល់ទៅតែពេលខ្ញុំដាក់ឈ្មោះឯងទៅណាគេស្គាល់ថាអូយគាត់បើវិញអញអូយអត់ទេបងយើងខ្លាចទេព្រោះសិល្បករយើងល្បីនៅខ្មែរដែរតែពេលអញ្ចឹងខ្ញុំថាអូតិចគាត់ល្បីនៅខ្មែរទៅនៅប្រហែលថ្ងៃគេស្គាល់ទៅដាក់ឈ្មោះឯងពឹបគ្រូឆាត់សួរថាស្គាល់មែនអាចសម្ភាសគាត់បានមែនថាបានខ្ញុំស្គាល់ឲ្យគាត់ធ្វើការមួយគាត់ថាអូសួរគ្រូណាគេថាស្គាល់មួយថ្ងៃក៏គេស្គាល់មួយថ្ងៃញ៉មែនតែអូអញ្ចឹងគ្រាន់វិញខ្ញុំស្មានដាក់ឈ្មោះអ្នកអត់ស្គាល់ឲ្យគេហើយដំបងភ័យដែរបងឥឡូវខ្ញុំសុំសំណួរទី1ណាគឺខ្ញុំសុំឲ្យបងឯងនិយាយពីការសិក្សានិយាយពីខ្លួនឯង present ពីខ្លួនឯងបងតើតើនឹងការសិក្សាការងារហើយនឹងអ្វីដែលបងឯងបានធ្វើជាមួយនឹងវិទ្យាស្ថានបារាំងរៀបរាប់ពីការសិក្សាផងបងហើយនិយាយពីការងារដែលបងឯងធ្វើបបពិសោធន៍ការងារហើយនឹងអ្វីដែលបងឯងបានធ្វើជាមួយនឹងវិទ្យាស្ថានបារាំងសិនសំណួរទី1បងតោះបងអាចចាប់ដើមបានអូខេបងចាំតិចដោយសារខ្ញុំប្រហែលជាសុំមូចូលក្នុងបន្ទប់វិញដោយសារឥឡូវនៅខាងក្រៅគេកាត់អានេះហ្នឹងវារឿងប្លង់តែខ្ញុំចូលទៅអីចឹងមិនចូលទៅអីខ្ញុំ record ទុកទេអត់អីទេបងស្រួលពេលជាប់ទៅខ្ញុំចាក់ស្ដាប់វិញបាទចាំតិចឡើងទៅក្នុងបន្ទប់បាទហ្នឹងហើយក្នុងបន្ទប់វាចាំតិចបង
ឡើងទុក អត់អីទេបង អូខេបាទចឹងខ្ញុំមើលអាចចាប់ផ្ដើមបាន បាទបងសូមបងនិយាយពីខ្លួនឯងបន្តិចបន្តួចមកទាក់ទងនឹងការសិក្សាបទពិសោធន៍ការងារនិងអ្វីដែលបងឯងបានធ្វើជាមួយនឹងវិទ្យាស្ថានបារាំងណា បាទ បាទ បាទហ្នឹងហើយសម្រាប់ខ្ញុំបានពេលនិយាយចំទៅបើតាំងពីទូចខ្ញុំដឹងថាខ្ញុំចូលចិត្តខាងសិល្បៈគឺខាងភ្លេង បាទ ដោយសារតែយើងមានចំណងចំណូលចិត្តខាងភ្លេងហ្នឹងតាំងពីទូចគាត់តែយើងឃើញគេលេងភ្លេងគឺវា surprise ហ្មងអញ្ចឹងនៅពេលដែលចប់បាក់ឌុបខ្ញុំពិតជាចង់ចូលរៀនសាកលវិទ្យាល័យដូរតន្ត្រីប៉ុន្តែពេលហ្នឹងគឺអត់មានពីណាគេលើកទឹកចិត្តទេគេគិតតាំងរៀនភ្លេងគាត់ណាចិញ្ចឹមខ្លួនឯងពេលខ្លះមិនរស់ផងអញ្ចឹងណានិយាយចំយើងអត់មានការគ្រប់គ្រងពីអ្នកជំនាញអត់មានអ្នកដែលលើកទឹកចិត្តអញ្ចឹងពេលហ្នឹងក៏យើងមិនដឹងខ្លួនយើងថាយើងចង់បានអីច្បាស់អញ្ចឹងយើងក៏មូលទៅក្នុងជំនាន់នោះគឺគេខាង IT ខាង IT ហ្នឹងគឺវាកំពុងតែល្បីកំពុងតែ popular ខ្ញុំក៏ទៅរៀនខាងហ្នឹងប៉ុន្តែពេលរៀនឆ្នាំទី2ខ្ញុំក៏ព្យួរដោយសារតែខ្ញុំគិតថាដូចជាមិនមែនអ្វីដែលខ្ញុំចង់បានហើយបូកផ្សំជាមួយនឹងយើងបានចាប់ផ្ដើមស្គាល់ពីសិក្ខាសាលាថតរូបនឹងផងធ្វើឲ្យយើងមានអារម្មណ៍ងប់ងល់ជាមួយនឹងរូបថតហ្នឹងអញ្ចឹងប៉ុន្តែពេលដែលខ្ញុំរៀនដំបូង2006ហ្នឹងគឺយើងរៀនតែ72ម៉ោងរបៀប training course ទៅលើ photography ហ្នឹងដោយសារតែវាអាចអនុវត្តបានត្រឹមតែទ្រឹស្ដី technical ឲ្យយើងដឹងពី composition អីទៅអញ្ចឹងយើងគិតថាហ្នឹងវាអស់ហើយវាអត់មានអីរហូតដល់2008ចុង2008ពេលដំបូងដែលខ្ញុំបានចាប់ដើម involve ជាមួយវិទ្យាស្ថានបារាំងពេលហ្នឹងគឺនៅសាលានៅ French Cultural Center ឡើយនៅមជ្ឈមណ្ឌលវប្បធម៌បារាំងអញ្ចឹងនៅពេលដែលយើងបានចូលរួមដំបូងជាមួយ festival គឺខ្ញុំ document បានថាខ្ញុំថតឯកសារឲ្យកម្មវិធីបមហាស្រពមិនមែនយើងជាអ្នកដែលចូលរួមពីពាន់ប៉ុន្តែតែជាអ្នកដែលថតឯកសារពេលគេដំឡើងពេលគេសម្ពោធពេលដែលគេចាក់បញ្ចាំងអីយើងក៏ចេះឆ្ងល់តាំងមិនក៏រូបថតទាំងអស់ហ្នឹងវាចាប់អារម្មណ៍ខ្លាំងបានខ្ញុំមានពេលជួបជាមួយនឹងលោក Christian Kojol ពេលហ្នឹងហើយគាត់ក៏ខ្ញុំឃើញគេផ្ញើមើលការងារជាមួយអ្នកជំនាញអញ្ចឹងខ្ញុំថាអញ្ចឹងសុំអ្នកឯងជួយមើលការងារខ្ញុំបានអត់អញ្ចឹងគាត់ថាមានអីពេលដែលគាត់មើលហើយគាត់ថាសុំទោសរូបរបស់ខ្ញុំគ្រាន់តែជា postcard ហើយ souvenir អញ្ចឹងសម្រាប់យើងវាធ្លាក់ផ្លើមហ្មងដោយសារយើងគិតថាយើងរៀនពី2006ដល់2008យើងព្យាយាមថតច្រើនសិតតែនេះឲ្យសរសើរគេសរសើរមិត្តភ័ក្តិថាអូល្អស្អាតអីអញ្ចឹងណាយើងចាំសិតតែ the best របស់យើងប៉ុន្តែពេលដែលជួបអ្នកជំនាញគេថាវាគ្រាន់តែជារូបថត postcard souvenir អញ្ចឹងវាធ្វើខ្ញុំមានអារម្មណ៍ថាវាដូចជាឆ្ងល់ហ្នឹងអញ្ចឹងអាហ្នឹងស្អីគេអញ្ចឹងរូបថតហ្នឹងវាមិនទៅហេតុអីក៏អារូបថតបែបហ្នឹងហើយគេនៅមិនទទួលស្គាល់កន្លែងហ្នឹងហើយបានវាចាប់ផ្ដើមផ្លាស់ប្ដូរការគិតរបស់ខ្ញុំពេលហ្នឹងសាលាបារាំងគឺសំទោសមជ្ឈមណ្ឌលវប្បធម៌ភាសាបារាំងនៅជំនាន់នោះគឺគេបានបង្កើតថ្នាក់បង្រៀនរូបថតដំបូង Studio Image 2009ពេលហ្នឹងមានតែខ្ញុំ4នាក់បងការរៀនដំបូងហ្នឹងបងមួយឬក៏មិនដែរបងក៏អត់បងអត់ទេបងគឺគេផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរគឺគេអញ្ជើញគ្រូជនជាតិបារាំងមកដែលរស់នៅស្រុកខ្មែរហ្នឹងអញ្ចឹងគាត់ដឹកនាំសិក្ខាសាលាបរិញ្ញាប៉ុន្តែពេលហ្នឹងយើងមិនបរិញ្ញាទៅលើ technical នៃការប្រើប្រាស់កាមេរ៉ាប៉ុន្តែរបៀបមើលរូបថតរបៀបបង្កើតសាច់រឿងរបៀបឲ្យយើងបំផុសគំនិតថារូបភាពបែបណាបានវាចាប់អារម្មណ៍ហើយអានឹងហើយដែលខ្ញុំចង់បានកន្លែងហ្នឹងហើយបានខ្ញុំចាប់ផ្ដើមជាមួយនឹងអ្នកថតរូបខ្មែរ3នាក់ទៅបងខ្ញុំសុំសួរបកវិញណាអញ្ចឹងមានថាសាលាបារាំងហ្នឹងគឺជាកន្លែងដែលបងឯងរៀនថតរូបដំបូងគេបងឯងជាសិស្សចំនួនទី1នៃវិទ្យាស្ថានបារាំងដំបូងគេចង់និយាយអញ្ចឹងទៅទេបងបានន័យថា2006ខ្ញុំរៀនជាមួយលោកគ្រូម៉ាក់រេមីសាជា training course ដែលកន្លែងធ្វើការគេអញ្ជើញគាត់មកប៉ុន្តែនៅសាលាបារាំង Studio Image brand របស់ Studio Image ហ្នឹងគឺជាកម្មវិធីដែលបង្កើតឡើង2009បន្ទាប់ពី festival លើកទី1អញ្ចឹងដើមឆ្នាំ2009គឺគេបង្កើតឡើងដំបូងហើយគឺវិទ្យាស្ថានបារាំងហ្នឹងគឺជាអ្នកដែលបង្កើតហើយ
គឺខ្ញុំជាកូនសិស្សដែលរៀនវគ្គដំបូងគេនៅក្នុងឆ្នាំ2009ហ្នឹងជាមួយនឹងអ្នកថតរូបខ្មែរ3នាក់ផ្សេងទៀតអញ្ចឹង ត្រូវអញ្ចឹងអូកន្លែងនេះដែលខ្ញុំអាចដាក់បានបងបើសិនខ្ញុំបកទៅវិញណាចាំមើលអត់អីទេចាំមើលខ្ញុំពេលជាប់ខ្ញុំសួរខ្ញុំសុំនេះមកឯងបើមកឯងមានរូបថតតាក់ទងជាមួយនឹងការរៀនដំបូងឬក៏រូបថតក្នុងថ្នាក់ការ2009ហ្នឹងល្អបំផុតខ្ញុំដាក់ចូលក្នុងនេះខ្ញុំដាក់ចូលក្នុងរូបថតដែលជាមួយខ្ញុំឆែកមើលដោយសារបើស្នាដៃមានការងារដែលខ្ញុំថតដំបូង2009ហ្នឹងគឺមួយចាំមកស្នាដៃមកស្ដាប់ពីស្ដាប់មកឬក៏រូបថតដែលអាចថតក្នុងថ្នាក់នៅពេលដែលរៀនណាគ្រូមួយគួយខ្ញុំកាត់ទុកសិនបងរូបថតខ្ញុំអត់ច្បាស់ថារូបហ្នឹងវានៅអត់វាយូរពេកកាលនោះដោយសារយើងផ្ដល់អាខ័យហ្នឹងឲ្យទៅសាលាបារាំងប៉ុន្តែខ្ញុំជឿពេកបងឯងថាមកឯងមានរូបបើថាខ្ញុំវិញអត់ហ្មងតាមចំណត់ដោយសារគេអត់ទេមានប្រហែលជាខ្ញុំអាចសួរទៅខាងគ្រូដោយសារជំនាន់នោះគឺគេទុកអាខ័យទាំងអស់ឲ្យទៅសាលាបារាំងគេ copy ទៅសាលាបារាំងអញ្ចឹងណាហើយចាដៃម៉ៃសាសួរគាត់ទៅបាយដឹងថាខ្ញុំសប្បាយចិត្តប៉ុណ្ណានៅពេលដែលដាក់ឈ្មោះបងឯងទៅគេស្គាល់គ្រប់គ្នាអញ្ចឹងណាខ្ញុំមានអារម្មណ៍ថាអូដល់កហើយនៅពេលដែលយើងដាក់ឈ្មោះអ្នកល្បីឲ្យគេស្គាល់គ្រប់គ្នាអញ្ចឹងមានថាស្នាដៃមេម័រយើងមានតម្លៃបងព្រោះយើងអាចសុភាពអ្នកគេស្គាល់គ្រប់គ្នាអញ្ចឹងតែពេលដែលខ្ញុំដាក់ឈ្មោះបងឯងទៅគេស្គាល់គ្រប់គ្នាថាអូយអញមានទឹកបត់លេបបន្តិចហើយគ្រូសរសើរគ្រប់គ្នាបាទអត់អីទេអញ្ចឹងចាំអាចជួយរកខ្ញុំផងណាបងបាទអញ្ចឹងពេល2009ហ្នឹងគឺខ្ញុំចាប់ផ្ដើមបានរៀនវគ្គគឺយើងរៀនពេញមួយឆ្នាំប៉ុន្តែវាជាការបណ្ដុះគំនិតឲ្យល្អមែនតើយើងចាប់ផ្ដើមស្គាល់ពីរូបថតស្គាល់អ្នកថតរូបដែលជា master ស្គាល់ស្អីគេដែលជារូបថតដែលគេទទួលស្គាល់ហើយបង្កើតជា story ហើយជាឆ្នាំដំបូងដែលខ្ញុំបានចេញទៅស្រុកបារាំងដោយសារ2009ហ្នឹងគឺចន្លោះខែ7នៅពេលដែលគេមានធ្វើរងកុងត្រដាលនៅខែ7ហ្នឹងគឺការងារហ្នឹងគឺបានយកទៅចាក់បញ្ចាំងដោយសារនៅទីនោះគឺគេមាន Vidalane ហ្នឹងគឺ Night of the Year កម្មវិធីរាត្រីរូបថតហ្នឹងគឺគេចាក់ហើយរូបថតស្នាដៃរបស់ខ្ញុំហ្នឹងក៏គេបានជ្រើសរើសនៅក្នុងការចាក់បញ្ចាំងហ្នឹងដែរហើយជាលើកទី1ដែលខ្ញុំបានទៅស្រុកបារាំង2009ហ្នឹងបាយមកមួយឆ្នាំអញ្ចឹងទៅកាលនោះទៅតែមួយខែទេបងប៉ុន្តែមួយខែហ្នឹងវិជាស្ថានអ្នកជួយដែរតែបងឬក៏អត់ទេកាលនោះដោយសារមានលោកគ្រីសំគូសរដែលគាត់ជាអ្នកដែរសម្របសម្រួលឲ្យអាចខ្ញុំបានទៅអញ្ចឹងណាដើម្បីទៅទី1គឺបានទៅមើល festival នៅទីនោះផងទី2គឺយើងបានរៀនសូត្រចាប់ដើមបើកគំនិតរបស់យើងស្គាល់នៅស្រុកបារាំងលើវិស័យថតរូបសិល្បៈផ្សេងបាទហ្នឹងបាទតោះអត់អីទេខ្ញុំយល់ហើយបាទបន្ទាប់មកទៀតពេលដែលត្រឡប់មកវិញគឺខ្ញុំបានបន្តគម្រោងហ្នឹងរហូតមួយឆ្នាំតតែវាចប់សពគ្រប់ទៅខ្ញុំក៏ចាប់ផ្ដើមចូលទៅធ្វើការនៅកាសែតដោយសារយើងចាប់ផ្ដើមចូលចិត្តខ្លាំងពេលហ្នឹងណាយើងចាប់ផ្ដើមមានអារម្មណ៍ថាយើងដូចជាពុះកញ្ជ្រោលជាមួយនឹងរូបថតហ្នឹងអញ្ចឹងចង់ស្វែងយល់វាកាន់តែស៊ីជម្រៅខ្ញុំក៏ផ្លាស់ប្ដូរការងារទៅថតរូបនៅកាសែតភ្នំពេញប៉ុស្តិ៍2009ដល់2011អញ្ចឹងនៅពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមយើងថតរូបបែបសារព័ត៌មានផងហើយយើងធ្វើការ build a personal project របស់យើងផងបង្កើតអាសនាដៃសិល្បៈរបស់យើងហ្នឹងអញ្ចឹងគ្រាន់តែមួយឆ្នាំក្រោយគឺខ្ញុំបានទៅចែករំលែកជាមួយនឹងនិស្សិតនៅសាលារចនាដោយសារពេលឆ្នាំក្រោយឡើងខាងវិទ្យាសាស្ត្របារាំងកាលនោះគាត់បានសួរខ្ញុំថាតើខ្ញុំអាចចែករំលែកអ្វីដែលយើងបានរៀនហើយហ្នឹងទៅអ្នកចំនួនក្រោយបានអត់អញ្ចឹងខ្ញុំក៏យល់ព្រមហើយកាលនោះគាត់បានរៀបចំជាមួយនឹងសាលារចនាអញ្ចឹងក៏គេមានបញ្ជូននិស្សិតប្រហែលជា4នាក់ដើម្បីខ្ញុំទៅបរៀននៅក្នុងសាលារចនាតាក់ទងមួយវិស័យថតរូបអញ្ចឹងដូចជាមានអ្នកសុផលហើយនឹងដែលជាកូនសិស្សដំបូងដែលគាត់បានរៀនហ្នឹងហើយបន្ទាប់មកមានអ្នកផ្សេងទៀតតែគាត់អត់បានបន្តអាហ្នឹងជាអាជីពមកដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងណាហើយខ្ញុំម្ដងទៀតកន្លែងទៅសាលារចនាឆ្នាំណាដែរបងឆ្នាំណា2010បង2010ក្នុងឆ្នាំ2010បាទនិយាយចំទៅពេលដែលរៀននៅសាលាពេលដែលខ្ញុំរៀននៅ Studio Image ចប់ភ្លាមបានថាឆ្នាំក្រោយគេឲ្យខ្ញុំនឹងទៅចែករំលែកអ្វីដែលយើងបានចេះហ្នឹងទៅចំនួនក្រោយទៀតបានថាទៅជាមួយសាលារចនាបាទខ្ញុំសូមបកមួយទៀតតកតងនឹងចំណុចសំខាន់មួយទៀតដែលខ្ញុំចង់ដឹងសាលារចនា
គឺតកតងជាមួយនឹងការធ្វើការងារជាមួយនឹងវិទ្យាស្ថានបារាំងតើបងឯងមានពិព័រណ៍ដំបងគេបំផុតជាមួយសាលាបារាំងគឺពិព័រណ៍អីគេហើយបងឯងមានតាំងពីដំបងពិព័រណ៍ដំបងរហូតដល់ឥឡូវបងឯងមានពិព័រណ៍ដំបងចំនួនប៉ុន្មានហើយខ្ញុំសូមឲ្យបងឯងជួយ detail ទាំងពិព័រណ៍ជាមួយនឹងតឯងពិព័រណ៍croisé មានថាជាមួយនឹងសិល្បករបារាំងដូចគ្នាហើយនឹងពិព័រណ៍ដែលនៅប្រទេសបារាំងចង់និយាយថាបងឯងរៀបរាប់ពីការងារស្នាដៃបងឯងដែលធ្វើជាមួយវិទ្យាស្ថានបារាំងនិងជាមួយនឹងប្រទេសបារាំងចង់និយាយថាតាមរយៈវិទ្យាស្ថានបារាំងមានប្រមាណហើយមួយទៀតគឺនឹងពិព័រណ៍ភ្នំពេញបាទចង់បានកន្លែងហ្នឹងព្រោះកន្លែងហ្នឹងគឺសំខាន់ព្រោះជាព្រឹត្តិការណ៍សំខាន់មួយនៃគេហៅថាការងារផុនបងហ្មងណាខ្ញុំសូមបងឯងជួយបន្តិចនោះណាអរគុណច្រើនបងបាទតកតងជាមួយនឹងការតាំងពិព័រណ៍ដំបូងហ្នឹងគឺការងារ2009ហ្នឹងពេលដែលយើងរៀនបានពាក់កណ្ដាលឆ្នាំខែ6គឺយើងមានការតាំងពិព័រណ៍ជាកូនសិស្សទាំង4នាក់ដែលចេញពី Studio Image ហ្នឹងអញ្ចឹងកាលនោះខ្ញុំតាំងពិព័រណ៍រូប9យើងរើសអ្នកខ្លះទៅ8អ្នកខ្លះ7អ្នកខ្លះ10ប៉ុន្តែខ្ញុំគេរើស9ហើយ9រូបហ្នឹងគឺគេទិញទាំងអស់បានថាពិព័រណ៍លើកដំបូងហើយពិព័រណ៍ដែលយើងបានលក់រូបថតរបស់យើងទាំងអស់ក្នុងពេលជាមួយគ្នាអញ្ចឹងខ្ញុំសម្រាប់ខ្ញុំមានអារម្មណ៍ថាវាភ្ញាក់ផ្អើលមែនតើវារំភើបផងហើយវានេះអញ្ចឹងពេល2009ហ្នឹងដែលយើងពិព័រណ៍ជាក្រុមប៉ុន្តែដោយសារតែមានការតាំងពិព័រណ៍មាន2បែបមួយគឺរៀបចំជាមួយកម្មវិធីមហាស្រពរូបថតភ្នំពេញប៉ុន្តែមិនមែននៅវិទ្យាស្ថានបារាំងទេប៉ុន្តែនៅក្នុងកម្មវិធីហ្នឹងគឺនៅសាលារចនាហើយជាមួយនឹងមួយទៀតនៅ RUPP បន្ទាប់មកមាននៅ Java តែកម្មវិធីដែលខ្ញុំបានតាំងពិព័រណ៍នៅសាលាអាយ៉ងហ្នឹងគឺវាជាបែបដែលខ្ញុំរៀបចំផ្សេងមួយទៀតនៅពេលក្រោយបានថាជាការងារដែលខ្ញុំ curate បានថាវាមិនមែនជាពិព័រណ៍ដែលខ្ញុំយករូបទៅដាក់តែមួយមុខទេប៉ុន្តែខ្ញុំបានរៀបចំមានតាំងពីគំនូរមានតាំងពីចម្លាក់មានតាំងពីឯកសារផ្សេងអានឹងប្រហែលខ្ញុំគិតថាបើខ្ញុំអាច note អានឹងស្ទើរតែសែនឲ្យបងបានវាស្រួលអានឹងខ្ញុំធ្លាប់ធ្វើម្ដងមានផ្លាកយីហោមានអីត្រូវអត់បងបាទអានឹងបានថាអានឹងគឺខ្ញុំធ្វើ solo មួយនៅទីនោះប៉ុន្តែក្រៅពីហ្នឹងដូចជាឆ្នាំមុនក៏យើងមាន collective បានថាយើងមានការតាំងពិព័រណ៍ជាមួយនឹងអ្នកថតរូបដែលមកពីតំបន់អឺរ៉ុបហើយមានដូចជាខ្ញុំបានរៀបចំការតាំងពិព័រណ៍ប្រហែលលើកមុនកាលពី2ឆ្នាំមុនជាមួយនឹង concert Studio Image នៅលើស្នាដៃដូចជាកាក់សំណល់ហើយនឹងមានការងារដែលពេលជំនាន់ COVID 2021ហ្នឹងគឺតាក់ទងជាមួយនឹង Textile វិជ្ជាភ័ណ្ឌដែលបានដឹកនាំកូនសិស្សទៅរៀបចំទៅលើហ្នឹងតាក់ទងជាមួយនឹងពិព័រណ៍ប្រហែលជាខ្ញុំនឹងព្យាយាមផ្ញើ list ឲ្យបងដោយសារហ្នឹងតោះតែខ្ញុំមើលបាទមើល list ទៅមើលនៅក្នុងឯកសាររបស់ខ្ញុំបើអាចបងថប់រៀននៅសាលាអាយ៉ងរៀនខាង Studio Image ឆ្នាំណាដូចជាឆ្នាំពួកខ្ញុំដែរបងទៅក៏បាទដោយសារខ្ញុំមានបរិញ្ញាហ្នឹងវាមាន2វគ្គបានថាខ្ញុំបរិញ្ញាតាំងពី2010ហ្នឹងមករហូតដល់ពេលខ្ញុំទៅរៀននៅស្រុកបារាំង2011 2012ខ្ញុំចាប់ផ្ដើមអាហ្នឹងខ្ញុំជាប់អាហារូបករណ៍ទៅរៀននៅស្រុកបារាំងមួយឆ្នាំអញ្ចឹងពេលត្រឡប់មកវិញខ្ញុំបានបន្តបរិញ្ញាដល់2013 14បានផ្អាករហូតដល់2017បាទខ្ញុំចាប់ផ្ដើមបរិញ្ញាឡើងវិញទៀតហើយរហូតដល់សប្តាហ៍ថ្ងៃគឺវិទ្យាសាស្ត្របារាំងគាត់បានឲ្យ brand ហ្នឹងមកឲ្យខាងយើងដែលជាយើងបង្កើតទៅជាសាលាដែលមានឈ្មោះថា Studio Image House of Photography ហ្នឹងបាទបងអូខេអរគុណប្រហែលជាខ្ញុំបន្តកន្លែងនេះបន្តិចគឺតាក់ទងជាមួយនឹងការសិក្សាហ្នឹងដោយសារពេលដែលយើងបានរៀនដំបូងយើងបានចាប់ផ្ដើមអាការងារហ្នឹងខ្ញុំមានអារម្មណ៍ថាចាប់អារម្មណ៍មែនតើប៉ុន្តែខ្ញុំគិតថាវាអត់ទាន់គ្រប់គ្រាន់ដោយសារយើងអត់បានទៅរៀននៅសាលាអីត្រឹមត្រូវអញ្ចឹងបានជា2011 2012ខ្ញុំបានទទួលអាហារូបករណ៍ពីស្ថានទូតបារាំងដើម្បីទៅរៀននៅទីក្រុងប៉ារីសរយៈពេល1ឆ្នាំនៅសាលា Eco National Lumière អញ្ចឹងនៅទីនោះគេមាន3ផ្នែកមានខាង Sound Cinema ហើយនិង Photography អ
ចឹងខ្ញុំក៏បានរៀននៅទីនោះរយៈពេល1ឆ្នាំជាមួយនឹងកម្មវិធីរបស់គេហើយពេលបន្ទាប់ពីត្រឡប់ទៅវិញគឺយើងបានមានគម្រោងសម្រាប់ដឹកនាំបង្រៀនបន្តហើយមានក្តីសម័យមួយចង់បើកសាលាប៉ុន្តែដោយសារវាទាមទារពេលយូរមែនទែនតម្រាំតែយើងអាចបំពេញក្តីសម័យបានគឺនៅក្នុងឆ្នាំហ្នឹងឆ្នាំមុនកាលពីខែ9គឺយើងបានចាប់ផ្ដើមសាលារូបថតលើកដំបូងនៅប្រទេសកម្ពុជាខ្ញុំបានជួបជាមួយនឹងសាស្ត្រាចារ្យដែលបានមកដែលខ្ញុំរៀនកាលពី13ឆ្នាំមុនហ្នឹងគាត់មកស្រុកខ្មែរហើយក៏នាំគាត់មកមើលសាលាគាត់បានប្រាប់ខ្ញុំថាកាលពីឆ្នាំក្រោយគឺគេនឹងប្រពខួប100ឆ្នាំរបស់សាលា Economia ហ្នឹងប៉ុន្តែគឺគាត់ចង់ប្រាប់ថាមានតែខ្ញុំម្នាក់គត់ដែលជានិស្សិតដែលគេទទួលឲ្យរៀនជាបែបសិស្សបរទេសបានន័យថាតាំងក្នុងប្រវត្តិសាស្ត្រ99ឆ្នាំហ្នឹងគឺគេអត់ដែរមានពីមុនហើយក៏បន្ទាប់ពីខ្ញុំទៅរៀនហើយក៏គេអត់មានន័យថាទទួលបន្ទាប់មកទៀតអញ្ចឹងបានន័យថាគឺមានតែម្នាក់គត់ដែលយើងក្នុងប្រវត្តិរបស់គេហ្នឹងគឺគេទទួលហើយប្រពន្ធសិស្សបរទេសដែលរៀន program ហ្នឹងនៅក្នុងហ្នឹងហើយបច្ចុប្បន្នបន្ទាប់ពីយើងបានទៅសិក្សានៅទីនោះយើងបានផ្ទៃចំណេះដឹងហ្នឹងតាមរយៈការបង្កើតសាលារៀននៅក្នុងប្រទេសរបស់យើងអញ្ចឹងសម្រាប់គាត់គឺគាត់មានមោទនភាពសម្រាប់យើងមែនទែននៅកន្លែងបាទបងអរគុណច្រើនបងហ្នឹងហើយបានបោះក្បាយហើយឥឡូវយើងចូលមកដល់សំណួរទី2អូសុំតិចសុំចាំតិចបងខ្ញុំមើលសំណួរទី2បន្តិចបាទសំណួរទី2ចង់សួរបងឯងតាក់ទងសំណួរទី2តាក់ទងជាមួយនឹងវប្បធម៌ហើយនឹងវិទ្យាស្ថានបារាំងតើវិទ្យាស្ថានបារាំងមានតួនាទីអ្វីខ្លះក្នុងសិល្បៈក្នុងផ្នែកសិល្បៈឬក៏វប្បធម៌ហ្នឹងហើយនឹងអាជីពរបស់សិល្បករចង់និយាយចឹងបងគាត់បានជួយបណ្ដុះបណ្ដាលអ្វីខ្លះនីតិផុនគាត់ក្នុងវិស័យវប្បធម៌និងការបណ្ដុះបណ្ដាលទៅលើសិល្បករវ័យក្មេងមួយសម័យជីវរៀបរាប់បាទតាមពិតទៅពេលដែលយើងនិយាយទៅដល់សាលាបារាំងវិទ្យាស្ថានបារាំងគឺជាមជ្ឈមណ្ឌលមួយដែលបានផ្ដល់ការលើកទឹកចិត្តហើយនឹងបានជួយជំរុញឲ្យមានការបង្កើតសិល្បៈគ្រប់ទម្រង់នៅប្រទេសកម្ពុជាតាមរយៈផ្នែកវប្បធម៌នឹងដែលយើងមើលឃើញតាំងពីដើមមកគឺគ្រប់ទម្រង់ទាំងអស់ដែលមានតាំងពីការសម្ដែងសិល្បៈទស្សនីយភាពតន្ត្រីភាពយន្តរូបថតហើយនឹងបណ្ដុះបណ្ដាលនៅក្នុងផ្នែកផ្សេងសម្រាប់ខ្ញុំនៅពេលដែលយើងចាប់ដើមស្គាល់វិទ្យាស្ថានបារាំងតាំងពីមុនពេលដែលយើងនៅទូចហ្នឹងគឺគេតែងតែថាជួនកាលគេមានការសម្ដែងរាំជួនកាលមានការតាំងគំនូរទោះបីយើងក៏មិនទាន់ប្រឡូកនៅក្នុងវិស័យសិល្បៈប៉ុន្តែយើងបានស្គាល់ថានៅវិទ្យាស្ថានបារាំងគឺគេបានរៀបចំកម្មវិធីតាក់ទងជាមួយសិល្បៈហ្នឹងតាំងពីណាពីណីមកអញ្ចឹងបើយើងក៏លេចមើលទៅសិល្បករទាំងអស់សឹងតែគ្រប់គ្នាគឺធ្លាប់មានទំនាក់ទំនងធ្វើការឬមួយក៏សហការជាមួយនឹងវិទ្យាស្ថានបារាំងដើម្បីបង្កើតស្នាដៃទោះបីក្នុងទម្រង់ផ្សេងអញ្ចឹងវាខ្លាចទៅជាស្ថាប័នមួយដែលមានសារៈសំខាន់មែនទែនដោយសារតែទី1គាត់មិនមែនជាអ្នកដែលធ្វើពាណិជ្ជកម្មបានថាមិនមែនជា commercial ប៉ុន្តែគាត់បានផ្ដោតទៅលើស្អីគេដែលជួយទៅដល់ប្រទេសកម្ពុជាសំណួរដែលសំខាន់មែនទែនគឺគាត់មកទីនេះបេសកកម្មរបស់គាត់គឺជួយលើកតម្កើងហើយជួយផ្សព្វផ្សាយពីវប្បធម៌គ្រប់ទម្រង់សម្រាប់ប្រទេសកម្ពុជាអញ្ចឹងយើងបានមើលឃើញថាវាពិតជាមានសារៈសំខាន់ហើយចាំបាច់មែនទែនដែលយើងមានវិទ្យាស្ថានបារាំងដោយគាត់បានបង្កើតនៅក្នុងទម្រង់កម្មវិធីផ្សេងដើម្បីឲ្យសិល្បករគ្រប់ទម្រង់ទាំងអស់មានឱកាសដើម្បីបង្ហាញស្នាដៃឬមួយក៏អភិវឌ្ឍដូចជាខ្ញុំផ្ទាល់ខ្ញុំឧទាហរណ៍សូម្បីតែវ៉ាន់ថាន់ហ្នឹងបងអ្នកចម្រៀងដែលហ្នឹងគឺខ្ញុំចាំបានពេល2008 2010គេបញ្ជូនខ្ញុំទៅ FA ដើម្បីថត portrait របស់គាត់កាលនោះគឺវ៉ាន់ថាន់គាត់នៅក្នុងក្រុមមួយឈ្មោះថា band មួយឈ្មោះថា Lewis Clavis ដែលជាអ្នកផ្លុំ saxophone ដ៏ល្បីមកពីប្រទេសបារាំងគាត់បានទៅដល់ស្រុកខ្មែរគាត់បង្កើត band ហ្នឹងជាមួយនឹងឧបករណ៍តន្ត្រីខ្មែរផ្សេងទៀតអញ្ចឹងនៅក្នុងហ្នឹងក៏គេបានរៀបចំអញ្ជើញមកធ្វើ live music ជាមួយនឹង projection របស់ PPP អ
អញ្ចឹងខ្ញុំបានស្គាល់តាំងពីពេលហ្នឹងមកហើយក៏គេបានបញ្ជូនខ្ញុំទៅថត portrait បន្ថែមនឹងក្រុមរបស់គាត់ដូចបើអ្នករំខ្ញុំខាងផ្នែកថតរូបគឺសិតតែនៅក្នុងសម័យកាលមួយដែលយើងអត់ដឹងថាអូអាហ្នឹងស្អីគេនៅស្រុកខ្មែរយើងព្យាយាមអភិវឌ្ឍវាហើយយើងបានរហូតតតែខ្ញុំជួបអាឡង់អាណូដេដែលជានាយកជាសាមបារាំងពីមុនហ្នឹងគឺយើងចង់បង្ហាញឲ្យពួកគាត់ថាអ្វីដែលគាត់បានសាបព្រោះអ្វីដែលគាត់បានជួយទៅដល់វិស័យសិល្បៈគឺឥឡូវហ្នឹងវាដោះអញ្ចឹងសម្រាប់យើងគឺវាមានសារៈសំខាន់មែនទែនដោយសារជាសាមបារាំងគាត់បានបន្តបេសកកម្មមួយនេះហើយខ្ញុំគិតថាវាមានសារៈសំខាន់មែនទែនសម្រាប់ប្រទេសកម្ពុជាជាមួយនឹងវិជាសាមបារាំងបាទបងអរគុណច្រើនសំណួរបន្តទៀតតកតងជាមួយនឹងអានេះរៀងចូលរៀងជ្រៅដែរបងខ្ញុំសុំតិចណាសួរថាតើអានេះរៀងចូលរៀងនយោបាយបន្តិចប៉ុន្តែមិនត្រូវគាត់ថាសួរថាតើក្នុងនាមជាអ្នកថតរូបសិល្បករថតរូបសហសម័យតើបងគិតថារូបថតបានរួមចំណែកយ៉ាងណាដល់ការចងចាំនិងការយល់ដឹងពីប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដូចថាខ្ញុំចង់និយាយថាពីមុនរបបខ្មែរក្រហមអត់តាន់មានអ្នកគេស្គាល់ទេពីស្អីគេរូបថតសហសម័យត្រូវទេបងគឺបាទគឺមានបើស្គាល់ក៏តិចដែរបងចង់និយាយចឹងណាប៉ុន្តែខ្ញុំចង់ដឹងថាតើក្នុងនាមជាអ្នកថតរូបសហសម័យបងគិតថារូបថតនោះបានរួមចំណែកយ៉ាងម៉េចជាមួយនឹងការចងចាំពីប្រវត្តិសាស្ត្រខ្មែររបស់នឹងប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសកម្ពុជាបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមបាទសំណួរនេះគឺវាមានសារៈសំខាន់មែនតើអរគុណបងសម្រាប់សំណួរនេះតាមពិតទៅនៅពេលដែលយើងដឹងថាផ្នែកមួយសិល្បៈដែលយើងកំពុងតែអភិវឌ្ឍឬក៏យើងបានជ្រើសរើសវាបន្ទាប់មកយើងបានស៊ីជម្រៅជាមួយនឹងអត្ថន័យរបស់វាឬក៏ការចូលរួមផ្នែកណាមួយខ្ញុំឧទាហរណ៍នៅពេលដែលយើងចង់អប់រំបុគ្គលណាម្នាក់ឧបមាថាខ្ញុំនិយាយពីតាក់ទងជាមួយនឹងគោរពច្បាប់ចរាចរណ៍ចោះខ្ញុំឧទាហរណ៍អញ្ចឹងនៅពេលដែលយើងប្រាប់គេយើងដើរទៅយើងនិយាយប្រាប់គេយើងនេះអីប្រហែលជាគេមិនចាប់អារម្មណ៍ទេវាមានឥទ្ធិពលប៉ុន្តែសិល្បករបានប្រើគំនិតទស្សនៈរបស់គេដើម្បីបង្កើតជាខ្សែសាច់រឿងជារូបថតជាសេរីដើម្បីអប់រំឬក៏ដាក់នៅចំណុចដែលរសើបឬក៏កន្លែងមួយដែលធ្វើឲ្យអ្នកមើលហ្នឹងគឺគាត់មើលឲ្យយកមកពិចារណាអញ្ចឹងកន្លែងនេះវាមានឥទ្ធិពលជាងនៅពេលដែលយើងប្រើនៅក្នុងទម្រង់ផ្សេងអញ្ចឹងសម្រាប់យើងអ្នកដែលបង្កើតស្នាដៃយើងតែងតែមានទស្សនៈថាក្រៅពីសាច់រឿងក្រៅពីសោភ័ណភាពក្រៅពីបច្ចេកទេសគឺយើងតែងតែមានទស្សនៈដើម្បីបង្កប់នៅក្នុងនឹងឲ្យអ្នកមើលពេលខ្លះគេពិចារណាឲ្យអ្នកដែលបានដឹងពីស្នាដៃហ្នឹងគាត់ចាប់ផ្ដើម remind ឬក៏វាចូលរួមផ្នែកណាមួយដើម្បីឲ្យមានការចងចាំវាដើម្បីក្នុងទម្រង់មួយដែលយើងចង់ឲ្យវាល្អប្រសើរអញ្ចឹងបើយើងក៏លេចមើលដូចជាពេលខ្លះមានអ្នកខ្លះគាត់មានបញ្ហាផ្លូវចិត្តឬក៏មានបញ្ហារបួសស្នាមតាក់ទងជាមួយនឹងព្រឹត្តិការណ៍អ្វីមួយប៉ុន្តែក្នុងនាមយើងជាអ្នកដែលបង្កើតស្នាដៃពេលខ្លះយើងបានយកចំណុចហ្នឹងមកដើម្បីឲ្យគាត់មានអារម្មណ៍ថាគាត់អាចរៀបរាប់ប្រាប់បានគាត់អាចបញ្ចេញអានឹងចេញមកខាងក្រៅដើម្បីឲ្យគាត់ផ្សះផ្សាអារម្មណ៍របស់គាត់អញ្ចឹងខ្ញុំធ្លាប់បានទៅធ្វើបទបង្ហាញមួយនៅប្រទេសភូមាកាលពីប្រហែលឆ្នាំមុនដែលគេអញ្ជើញខ្ញុំទៅហ្នឹងគឺតាក់ទងជាមួយនឹងគេសួរថាតើរូបភាពវាអាចជាមធ្យោបាយនៅក្នុងការផ្សះផ្សាព្យាបាលរបួសសម្រាប់អ្នកដែលគាត់មានបញ្ហាឬក៏ប្រឈមអ្វីមួយតាមពិតកន្លែងនេះគឺជាគំនិតមួយដែលល្អមែនតើនៅពេលដែលយើងបង្កើតវាខ្លះជាការចងចាំមួយឯកសារដែលខ្ញុំថតវាមិនយូរប្រហែលវាជិត20ឆ្នាំមុនដែលយើងបានប្រឡូកនៅក្នុងវិស័យថតរូបប៉ុន្តែនៅពេលដែលយើងបានបង្កើតវានៅក្នុងលក្ខណៈមួយដែលគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិដែលគេបានយកទៅតាំងបង្ហាញនៅប្រទេសរបស់គេបានប្រម៉ូគេបានទិញស្នាដៃនឹងសប្តាហ៍ការងាររបស់ខ្ញុំមាននៅក្នុងសារមន្ទីរនៅ Guimet នៅ National Library នៅទីក្រុងប៉ារីសនៅក្នុង collection របស់លោក Marine Kamit ដែលបងឃើញនៅស្រុកប្រាំងមាន M2K ខ្ញុំចិត្តទៅប៉ារីសហើយថ្ងៃទី2ឡើងទៅប៉ារីសហើយបានរកបាន star នៅហ្នឹងហើយទៅនឹង4ខែបានមកវិញ
អូខេបាទ អញ្ ខ្ញុំ ចឹង ចូលទៅមើលបងឯ បន្ ង ទាប់មកការ បង ងារ ឯងនិយាយចឹងស្រួលខ្ញុំចាំខ្ញុំចូលទៅមើលខ្ញុំ បាទ អត់ទេទុក ហើ ទេ យដោយសារនោះវាជា collection នៅក្នុងស្ថាប័នទាំងអស់ហ្នឹងហើយ បា នឹង ទ private collector ហើយនឹងមាននៅក្នុង collection របស់សារមន្ទីរនៅ Switzerland នៅ Lausanne បាទ នៅ Song Elysee នៅនៅ Elysee នៅសារមន្ទីរ Elysee នៅ Lausanne ហ្នឹង បាទ អញ្ចឹងទាំងអស់ហ្នឹងគឺវាបានបង្ហាញថាអឺគេចាប់អារម្មណ៍គេផ្ដល់តម្លៃនៅលើការងារហ្នឹង បាទ អញ្ចឹងសម្រាប់ខ្ញុំនៅពេលដែលយើងជាសិល្បករខាងផ្នែករូបថតនៅក្នុងទម្រង់សហសម័យប៉ុន្តែយើងបានព្យាយាមអ្វីដែលយើងបានធ្វើនៅពេលនេះវានឹងคล้ายទៅជាឯកសារឬក៏ការចងចាំមួយសម្រាប់នៅពេលក្រោយ បាទ ដោយសារអានេះវាមានសារៈសំខាន់មែនទែននៅពេលដែលយើងបានដឹងថាយើងមិនគ្រាន់តែថតប៉ុន្តែថតឲ្យតែបានប៉ុន្តែស្អីគេដែលយើងកំពុងធ្វើ បា តើ ទ ទាំងអស់ហ្នឹងវាមានឥទ្ធិពលយ៉ាងណាសម្រាប់មនុស្សចំនួនក្រោយតើវាអាចផ្ដល់ផលប្រយោជន៍អ្វីខ្លះសម្រាប់អ្នកដែលកំពុងស្វែងរកសិក្សាស្រាវជ្រាវទៅលើវិស័យថតរូបឬក៏ក្នុងទម្រង់មួយហ្នឹង បាទបងអូខេតោះអរគុណច្រើនបងយើងចូលដល់សំណួរបន្តទៀតអានេះរៀងដូចគ្នាដែររៀងតាក់ទងសំណួរមុនសួរថាតើកុំតង់ខ្ញុំប្រែជាខ្មែរឲ្យវាស្រួលឲ្យបងឯងយល់សិន បាទ តង់ចង់សួរថាតើប្រវត្តិសាស្ត្រកម្ពុជាហ្នឹងជាពិសេសរបស់ខ្មែរក្រហមមានឥទ្ធិពលទៅលើការងាររូបថតរបស់បងឯងអត់ហើយបងឯងអាចលើកឧទាហរណ៍ជាក់ស្ដែងមួយទាក់ទងគម្រោងដែលបងឯងបានធ្វើជាមួយនឹងរបបនឹងអត់តែមានថតរូបតាក់ទងនឹងរបបនឹងឬក៏អីបងឯងអាចឧទាហរណ៍បានទេស្នាដៃហ្នឹងមានតាក់ទងជាមួយនឹងខ្មែរក្រហមអត់របបខ្មែរក្រហមហ្នឹងមានឥទ្ធិពលទៅលើស្នាដៃបែបបងផុនបងអត់តាំងពីបងធ្វើការដល់ឥឡូវ បាទ បាទចំនួនហ្នឹងគេថាបើសិនបើមានបងថាមានបើអត់ទេក៏អត់ថាអីទេបងតែចង់ដឹងទេបងណា បាទតាមពិតទៅនៅក្នុងឆ្នាំហ្នឹងវាជាខួប50ឆ្នាំនៃរបបខ្មែរក្រហមដែលចូលមកកាន់កាប់ទីក្រុងភ្នំពេញតែពិតខ្ញុំមានក្តីសម័យដែលខ្ញុំចង់បង្កើតស្នាដៃដែលតាក់ទងជាមួយខ្មែរក្រហមហ្នឹងប្រហែលច្រើនឆ្នាំប៉ុន្តែអត់ទាន់អាចមានពេលវេលាឬក៏ឱកាសដើម្បីបានធ្វើនៅក្នុងទម្រង់មួយដែលខ្ញុំបានចាប់ផ្ដើមសម្ភាសហើយជាមួយនឹងការងារដែលកំពុងស្រាវជ្រាវអញ្ចឹងវាអត់ទាន់ចេញជារូបរាងគឺជាអ្នកដែលគាត់ត្រូវបានគេបង្ខំរៀបការនៅក្នុងសម័យខ្មែរក្រហមជាក់ស្ដែងដូចជាម្ដាយក្មេងខ្ញុំផ្ទាល់អញ្ចឹងដោយសារតែសពថ្ងៃហ្នឹងពួកគាត់មានវ័យចន្លោះពី70ឆ្នាំឡើងដោយសារតែពេលហ្នឹងគឺគាត់មានក្នុងសម័យខ្មែរក្រហមតទៅ20ឆ្នាំឡើងអញ្ចឹងណាអញ្ចឹងវា50ឆ្នាំក្រោយអញ្ចឹងវា70អ្នកខ្លះហ្នឹងក៏នៅមានជីវិតអ្នកខ្លះទៅក៏គាត់ចាស់អ្នកខ្លះទៅគាត់បាត់បង់ជីវិតអញ្ចឹងខ្ញុំពិតជាគិតថាវាមានសារៈសំខាន់មែនទែនទោះបីវាឆ្លងកាត់50ឆ្នាំតែវានៅតែខ្លាចទៅជារឿងរ៉ាវមួយដែលជជែកមិនមានថ្ងៃបញ្ចប់ដោយសារតែពេលខ្លះវាទាញតលិកដើម្បីឲ្យគេអាចស្វែងយល់ថាអានឹងហើយដែលវាបានធ្វើឲ្យយើងរកចំណុចឲ្យឃើញថាហេតុអីបានវាមានព្រឹត្តិការណ៍នឹងកើតឡើងហេតុអីបានវាខ្លាចទៅជាការសម្លាប់មនុស្សជាតិហេតុអីបានវាទៅជាប្រធានបទមួយដែលយើងនឹកស្មានអត់ដល់នៅពេលដែលខ្ញុំឃើញការងាររបស់សិល្បករផ្សេងទៀតដែលគាត់បានបង្កើតឡើងជាមួយនឹងខ្មែរក្រហមតែងតែរំលឹកខ្ញុំថាការងារដែលខ្ញុំបានមានកម្រោងធ្វើនឹងខ្ញុំតែធ្វើទោះបីក្នុងលក្ខខណ្ឌណាក៏ដោយអញ្ចឹងបើនិយាយត្រឡប់មកវិញគឺអ្វីដែលខ្ញុំបានធ្វើតាំងពីដើមមកគឺវាអត់មានតំណែងតំណងជាមួយនឹងខ្មែរក្រហមទេប៉ុន្តែដោយឡែកតាំងពី2ឆ្នាំមុនគឺខ្ញុំបានខ្ញុំបានព្រៀងគម្រោងដែលខ្ញុំបានចង់ធ្វើហ្នឹងវាបែងចែកចេញជា3វគ្គគឺតាក់ទងជាមួយនឹងខ្មែរក្រហមនៅក្នុងវគ្គទី2មុនហ្នឹងគឺនៅសម័យលន់នល់ហើយសម័យខ្មែរក្រហមហើយនិងសម័យពេលក្រោយមកទៀតដោយសារអាហ្នឹងវាជាប្រភេទការងារមួយដែលត្រូវការស្រាវជ្រាវអញ្ចឹងយើងអត់អាចដូចជាការងារដែលយើងអូខេយើងនឹកឃើញយើងចេញទៅថតប៉ុន្តែអានេះគឺវាទាមទារឲ្យយើងត្រូវការសិក្សាស៊ីជម្រៅតើមុំដែលយើងចង់ធ្វើហ្នឹងចង់និយាយពីអីដោយសារពីខ្មែរក្រហមគឺវាទលំទលាយវាច្រើនមែនតើសិតតែជាអ្វីដែលយើងត្រូវការចាប់អារម្មណ៍តែអ្វីដែលខ្ញុំបានរៀបរាប់ប្រាប់បងពីមុនមកហ្នឹងគឺវាស្ថិតនៅក្នុងតារាង program របស់ខ្ញុំដែលខ្ញុំកំពុងតែធ្វើហើយខ្ញុំចង់ធ្វើវានៅក្នុងឆ្នាំហ្នឹងដោយសារតែពេលដែលដោយសារតែខួប50ឆ្នាំអញ្ចឹងនៅពេលដែលផុត50ឆ្នាំហ្នឹងទៅវា51ឆ្នាំវាផ្សេង
តើយើងចាំ60ឆ្នាំប៉ុន្តែវាមិនដូចជាអារម្មណ៍ expression នៅក្នុង50ឆ្នាំនេះអញ្ចឹងកន្លែងនេះហើយបើសិនបើខ្ញុំអត់បានធ្វើវាទេខ្ញុំគិតថាវារៀងសោកស្ដាយឬក៏វារៀងហួសពេលសម្រាប់ខ្ញុំដែរក៏បងហ្នឹងហើយអរគុណច្រើនបងអត់អីខ្ញុំណុតទេទុកហើយគប់ទី50ឆ្នាំអូខេយើងចុះដល់សំណួរបន្តទៀតបងតាមរយៈបងតើការថតរូបហ្នឹងបានជួយឲ្យបានជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ក្មេងៗចំនួនក្រោយឬក៏សាធារណជនទាំងទាំងអ្នកនៅក្នុងស្រុកនិងក្រៅស្រុកបានយ៉ាងដូចម្តេចខ្លះបងអាចរាប់ដងនឹងខាងបានទេបងទីមួយតើវាជួយក្នុងការបណ្ដុះបណ្ដាលវប្បធម៌យើងជួយផ្សព្វផ្សាយវប្បធម៌យើងទៅកាន់ក្មេងៗចំនួនក្រោយហ្នឹងហើយក៏ដូចជាអ្នកដែលអន្តរជាតិនិយាយថាសហគមន៍អន្តរជាតិយ៉ាងដូចម្តេចខ្លះបងបាទនៅពេលដែលខ្ញុំបានបង្កើតស្នាដៃហើយត្រូវបានគេយកទៅតាំងពិព័រណ៍ហើយនឹងបានទៅចូលរួមយើងចាប់ផ្ដើមនៅជាពិសេសគឺពេលដែលគេសម្ភាសហើយគេសួរថាយើងមកពីណាអញ្ចឹងនៅពេលដែលយើងបានបង្ហាញពីអត្តសញ្ញាណរបស់យើងហើយបានបង្ហាញថាខ្ញុំមកពីប្រទេសកម្ពុជាពេលហ្នឹងគឺពួកយើងមានមោទនភាពមែនទែនដោយសារទី1គេបានស្គាល់គេបានដឹងថាអូនៅប្រទេសកម្ពុជាក៏មានអ្នកដែលបង្កើតស្នាដៃដែលគេទទួលស្គាល់ហើយគេបានយកមកបង្ហាញអញ្ចឹងនៅពេលដែលយើងបានសិក្សាឲ្យបានស៊ីជម្រៅទៅអ្នកដែលបានចូលរួមនៅក្នុងការផ្សព្វផ្សាយជាពិសេសសម្រាប់យុវជនត្រូវការឲ្យគាត់យល់ដឹងថាសប្តាហ៍ថ្ងៃវិស័យថតរូបនេះនៅកន្លែងណាហើយធ្វើយ៉ាងណាដើម្បីឲ្យគេទទួលស្គាល់ដើម្បីឲ្យពួកគាត់តម្រង់ទិសដៅនឹងឲ្យបានត្រឹមត្រូវបើមិនដូច្នោះទេគាត់នឹងព្យាយាមធ្វើដែរគាត់ចេះឆ្ងល់ថាហេតុអីក៏គេអត់យកស្នាដៃរបស់គាត់ហេតុអីក៏គេអត់អាចទទួលស្គាល់គាត់អានេះសំណួរនឹងឲ្យដែលតែងតែវាមានសារៈសំខាន់ពេលដែលយើងចែករំលែកជាមួយនឹងអ្នកចំនួនក្រោយជាពិសេសគឺយុវវ័យនឹងផ្ទាល់ដោយសារតែយើងត្រូវការផ្ដល់គំនិតមួយលើកទឹកចិត្តឲ្យពួកគាត់ដឹងថាពេលដែលគាត់ធ្វើបានល្អពេលដែលទទួលស្គាល់បានដោយការងាររបស់គាត់នឹងនៅក្នុងឆាកអន្តរជាតិគាត់នឹងមានមោទនភាពប៉ុណ្ណាប៉ុន្តែវាមិនមែនកើតឡើងដោយគ្រាន់តែម្សិលមួយថ្ងៃដែលអាចធ្វើបានអញ្ចឹងវាទាមទារពេលវេលាទាមទារការសិក្សាឲ្យបានស៊ីជម្រៅទាមទារឲ្យយើងយល់អាគំនិតហ្នឹងឲ្យបានច្បាស់ជួនកាលគេថាចេះខ្ញុំមានរូបថតតែខ្ញុំមានរូបថតច្រើនអញ្ចឹងខ្ញុំចង់យកដាក់តាំងពិព័រណ៍ឃើញកន្លែងនេះមួយដែលគាត់គិតខុសបាត់ឲ្យតែគាត់មានរូបគឺគាត់ដាក់តាំងពិព័រណ៍ទី1គាត់ត្រូវដឹងថាតើសប្តាហ៍ថ្ងៃវិស័យថតរូបហ្នឹងគេនៅកន្លែងណាហេតុអីប្រភេទរូបថតណាបានគេអាច consider ឬក៏គេជ្រើសរើសសម្រាប់យកទៅដាក់តាំងបង្ហាញហើយការងាររបស់យើងបែបណាដែលត្រូវបានគេយកទៅបង្ហាញនៅក្នុងឆាកអន្តរជាតិឬក៏នៅតំបន់ដែលគេឲ្យតម្លៃទៅលើវិស័យថតរូបអញ្ចឹងកន្លែងនេះហើយវាជាសំណួរមួយដែលសំខាន់មែនតើជាពិសេសសម្រាប់ដូចពួកខ្ញុំដែលត្រូវនៅក្នុងកម្រិតមួយដែលយើងត្រូវការពន្យល់ចែករំលែកទៅដល់អ្នកចំនួនក្រោយដើម្បីឲ្យពួកគាត់ស្វែងយល់កាន់តែស៊ីជម្រៅបើមិនដូច្នោះទេគាត់នៅនឹងថាឲ្យតែមានកាមេរ៉ាដើរថតទៅបានហើយដូចជាអត់មានអីដែលនេះទេហើយចាំមើលមានពេលទៅផ្ដិតហើយយកទៅដាក់តាំងពិព័រណ៍តែអានឹងហើយដែលគាត់ត្រូវការស្វែងយល់ថាគេមិនមែនបែបហ្នឹងទេគឺគេត្រូវការដឹងថាដើម្បីឲ្យមានគេឲ្យគេស្គាល់យើងត្រូវបង្កើតស្នាដៃប្រភេទស្នាដៃណាដែលគេនឹងទទួលស្គាល់ហើយបន្ទាប់មកយើងត្រូវការស្វែងយល់ខ្លួនឯងទៅក្នុងទម្រង់បែបណាដើម្បីឲ្យគេកាន់តែស្គាល់អញ្ចឹងពេលដែលការងាររបស់ខ្ញុំត្រូវបានគេជ្រើសរើសយកបោះពុម្ពសិភៅ2018ខ្ញុំចំណាយពេល3ឆ្នាំសម្រាប់អភិវឌ្ឍសិភៅមួយនឹងបន្ទាប់ពីធ្វើការងារនឹង10ឆ្នាំអញ្ចឹងមិនមែនគ្រាន់តែចង់ធ្វើសិភៅកាលពីឆ្នាំមុនឆ្នាំនេះយើងបោះពុម្ពបានទេអញ្ចឹងវាខុសខាងស្រុងកន្លែងហ្នឹងហើយដែលធ្វើឲ្យយើងចាប់ផ្ដើមថាវាទាមទារពេលវេលាប៉ុន្តែពេលវេលាមួយហ្នឹងវាត្រូវតែផ្ដល់ឲ្យយើងនៅក្នុងជាលក្ខណៈមួយដូចថ្ងៃខាងស្អែកថ្ងៃទី1ហ្នឹងខ្ញុំនឹងទទួលមេដាយពីស្ថានទូតបារាំងតាក់ទងជាមួយហ្នឹងអ្វីដែលយើងបានសកម្មភាពដែលយើងបានធ្វើកន្លងមកជាង10ឆ្នាំជាមួយនឹងភ្ជាប់ជាមួយនឹងប្រទេសបារាំងអញ្ចឹងកាលពីឆ្នាំមុនគេបានផ្ដល់មេដាយមួយនេះទៅដល់លោកគ្រូម៉ារីមីសាដែលជាគ្រូរបស់ខ្ញុំហើយឆ្នាំនេះខ្ញុំមានកិត្តិយសដើម្បីទទួលបានអញ្ចឹងខ្ញុំអញ្ជើញកូនសិស្សរបស់ខ្ញុំតាំង21នាក់ហ្នឹងទៅចូលរួមដើម្បីឲ្យពួកគាត់បានឃើញបានលើកទឹកចិត្តរបស់គាត់កន្លែងហ្នឹងគឺវាមានសារៈសំខាន់មែនទែន
យើងចង់ចែករំលែកទៅឲ្យគាត់បានយល់អញ្ចឹងត្រឡប់មកវិញអ្វីដែលខ្ញុំបានចូលរួមជាពិសេសគឺតាមរយៈថតរូបនេះគឺទីមួយវាបានផ្សព្វផ្សាយឲ្យគេស្គាល់ពីការងាររបស់យើងពីទស្សនៈរបស់ឯកជនរបស់សិល្បករដែលគាត់មានគំនិតនៅក្នុងការបង្កើតសាច់រឿងអីមួយហើយជាពិសេសគឺតំណាងនៅពេលដែលយើងត្រូវបានគេអញ្ជើញបន្ទាប់មកទៀតគឺខ្ញុំតែងតែលើកទឹកចិត្តឲ្យអ្នកចំនួនក្រោយគឺអ្នកដែលកំពុងតែចាប់អារម្មណ៍លើវិស័យថតរូបគាត់ត្រូវការស្វែងយល់ថាស្អីគេដែលជារូបថតសប្តាហ៍ថ្ងៃតើរូបថតគេស្ថិតនៅក្នុងកម្រិតបែបណាតើរូបថតត្រូវបានគេទទួលស្គាល់នឹងវានៅតំបន់ណាដើម្បីឲ្យគាត់អភិវឌ្ឍខ្លួនឯងស្គាល់កាន់តែច្រើនបើអត់ដូច្នោះទេគាត់នឹងគិតថាគាត់មានកាមេរ៉ាគាត់ដើរថតទៅវាតែប៉ុណ្្នឹងអាហ្នឹងខ្ញុំគិតដំបូងគេកាលខ្ញុំរៀនដំបូងគេខ្ញុំគិតចឹងដែរដំបូងមិនចូលរៀនចឹងគិតគេអូយថតរូបអត់ថតតែស្អាតទៅដល់បានដាក់តាំងហើយហ្នឹងហើយត្រូវហ្មងត្រូវថ្មងហ្មងអរគុណច្រើនបងយើងចូលដល់សំណួរបន្តទៀតអត់ត អានេះសំណួរនេះរឿងសំណួរវីណុងដូចគ្នាប៉ុន្តែបើមានក៏វាស្តៀងនៅអាមុនបន្តិចប៉ុន្តែបើមានក៏បងឯងនិយាយថាមានបើអត់ទេក៏អត់អីទេបងវាអត់សំណួរដែលត្រូវយើងឆ្លើយរកសំណួរនេះបានតាមតើបងបានអនុវត្តគម្រោងថតណាមួយដែលក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនាអន្តរវប្បធម៌រវាងបារាំងនិងកម្ពុជាដែរទេបើមានតើគម្រោងនោះទទួលបានមតិយោបល់យ៉ាងម៉េចពីសាធារណជនខ្មែរនៅខ្មែរគេថាគម្រោង croisé ចង់និយាយថាdialogue interculturel មានន័យចង់និយាយថាគម្រោងពីររួមគ្នាដែលនិយាយអំពីវប្បធម៌ចង់និយាយអញ្ចឹងណាបងជាមួយអ្នកអាចជាមួយនឹងអ្នកថតរូបជនជាតិបារាំងអាចជាមួយនឹងអង្គភាពបារាំងហើយបងទទួលបានមតិយោបល់យ៉ាងម៉េចខ្លះពីជនជាតិខ្មែរយើងហើយនិងជនជាតិបារាំងជាមួយនឹងស្នាដៃបែបមួយហ្នឹងខ្ញុំគិតថាប្រហែលជាមានអាចច្រើនទៀតទេបងសូមអញ្ជើញស្រែកបន្តិចដោយសារគេយកឲ្យបាត់មកឲ្យខ្ញុំបានហូចាំបងទៅយកសិនចាំបងមកវិញក៏បានដែរបងអត់ខ្ញុំដើរមកដោយសារគេត្រូវផ្ញើបងចាប់បាទទេបងសួស្តីបងបាទខ្ញុំចង់ទៅស្អាតខ្ញុំត្រូវចុះទៅយករូបថតដែលត្រូវយកទៅជូនអគ្គរដ្ឋទូតបារាំងបងទៅចឹងឯងប្រាប់ខ្ញុំបានទៅអីឲ្យញើម៉ាញ់មកវិញចាំប្រាប់ខ្ញុំក៏បានថាបញ្ហាហើយបងដោយសារថ្ងៃនេះខ្ញុំអត់ហ្នឹងហើយដោយសារគេយកមកឲ្យហើយតែខ្ញុំចុះទៅយកនៅមុខនៅ office គេយកមកមុខឥឡូវហ្នឹងហើយអត់ទេតោះខ្ញុំរំលឹកសំណួរឲ្យបងសាក់ដើមបានទេក៏មិនដែរបងបាទហ្នឹងហើយតើបងមាន
អនុវត្តគម្រោងរូបថតណាមួយក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនាអន្តរវប្បធម៌រវាងបារាំងនិងកម្ពុជាដែរទេបើធ្លាប់មានតើគម្រោងនោះទទួលបានមតិយោបល់ពីទស្សនិកជនខ្មែរក៏ដូចជាទស្សនិកជនបារាំងយ៉ាងណាខ្លះ ឡូបងឮទេ បាទលឺបង បាទអូខេខ្ញុំធ្លាប់បានបង្កើតវាមានពីរផ្សេងគ្នាបានន័យថាការងារដែលយើងធ្វើនៅស្រុកបារាំង បាទ ហើយមួយទៀតគឺយើងបើសិនបើឲ្យចូលដូចថាជាលក្ខណៈដែលបង្កើតរួមគ្នាជាមួយនឹងសិល្បៈដោយសារភាគច្រើនការងាររបស់ខ្ញុំគឺវាបែបឯកជនណា បាទ វាអត់បែបវាអត់ធ្វើមានរបៀបដូចថាជា corporate មានតែដឹកនាំការងារហ្នឹងក្នុងគម្រោងដោយគ្រប់គ្រងដោយវិទ្យាស្ថានបារាំង បាទ ច្រើនជាង បាទ ជាជាងដែលវាមិនមែនជាប្រភេទការងារដែលយើងបានទៅធ្វើរបៀបថាជាក្រុមហើយទៅលើប្រធានបទអីមួយប៉ុន្តែចាក់ស្ដែងខ្ញុំកំពុងតែធ្វើនឹងការងារមួយគឺរបស់ខាង Matis ដែលនៅស្រុកបារាំងហ្នឹងគឺគាត់បាន commission បានផ្ដល់ឲ្យពួកខ្ញុំជាសិល្បករទៅធ្វើតាក់ អឺបង អឺបង Hello បង មិញអត់ឮសូវបង បងចាំតិចដោយសារវាដាច់ភ្លើង បាទ ចាំតិច ដាច់ភ្លើងហើយទៅដាច់ Wi-Fi ដាច់អីបន្តិចអញ្ចឹងវាទៅ download ខ្ញុំចាំតិចខ្ញុំសុំទៅឆែកមើល បាទអត់ទេបើឆែកមើលសិនចាំទុកបិទសិនក៏បានដែរបង បាទខ្ញុំឆែកមើលអា discounter តិចលោក បាទ